សួស្តីបងប្អូនទាំងអស់គ្នាគេបន្តនៅវីដេអូមេរៀនថ្មីនៅក្នុង chapter 1ចំពុក1ដដែល about consonants អំពីព្យញ្ជនៈដដែលអញ្ចឹងយើងនឹងចូលនៅមេរៀនទី13និងទី14ប៉ុន្តែមុននឹងបន្តមេរៀនទី13និងទី14យើងរំលឹកនៅមេរៀនចាស់សិនអញ្ចឹងមេរៀនមុននៅចាំមេរៀនទី11 12យើងរៀនពីអីមេរៀនទី11យើងរៀនអំពីព្យញ្ជនៈ an សំឡេងណានិងមេរៀនទី12យើងរៀនអំពីព្យញ្ជនៈអីគេព្យញ្ជនៈ p សំឡេងផាអញ្ចឹងមេរៀនទី13នេះ unit 13យើងបន្តនៅមេរៀនព្យញ្ជនៈ q គេធំតាមពិតព្យញ្ជនៈ q ទេប៉ុន្តែភាគច្រើន q វាអត់នៅម្នាក់ឯងទេវានៅជាមួយ u របស់ q ម្នាក់ឯងនេះ q នេះគឺវាសំឡេងខដល់ពេលវានៅជាមួយនឹង u q u cover ណា alright អញ្ចឹងយើងចាប់ផ្ដើមអនុវត្តទាំងអស់គ្នាពាក្យទី1 q u ខួ double e ស្រៈ e ខួ e ខ្វីនិងណា queen ពាក្យទី2គឺ q u សំឡេងខួ i នេះគឺស្រៈ e ខួ e ខ្វីនិង z quiz alright quiz ទី3គឺ QU សំឡេងខួ I គឺស្រៈ x ដែរចឹងខួ x ខ្វិ T សំឡេងថខ្វិនិងថ quit ខាងលើនេះ quiz ខាងក្រោមនេះ quit quiz ខុសគ្នាណាខុសកតុយក្បាលដូចគ្នាពាក្យទី4គឺ QU សំឡេងខួ O មាន E ខាងចុងពាក្យនេះគឺស្រៈ O ខ្វ O ខ្វ T សំឡេងថខ្វនិងថ quote ខេមេរៀនទី13យើងមានតែប៉ុណ្ណេះអំពីព្យញ្ជនៈ QU សំឡេងខួយើងបន្តនៅមេរៀនទី14របស់យើងគឺព្យញ្ជនៈអីគេ consonant or សំឡេងរៈអូខេតោះចាប់ផ្ដើមពាក្យទី1 o សំឡេងរៈ a มันមាន e នៅខាងចុងពាក្យគឺស្រៈអីគេស្រៈ a រៈ a រ៉េ t សំឡេងថ re និងថ red ទី2គឺ o សំឡេងរៈ e ស្រៈ a រៈ a រ៉េ i សំឡេងស រ៉េនិងស race ប៉ុន្តែមាន t ទៀតទាំងត្រូវចឹងខ្យល់ថអីគេណា rest ទី3គឺ o សំឡេងរៈអក្សរ ai នេះគឺស្រៈ a រ៉ a រ៉េ l រ៉េនិង l rail ទី4គឺ o សំឡេងរៈ i អត់មាន e នៅខាងចុងគឺសំឡេងអីគេសំឡេង e រ៉ e រ៉អក្សរ ng គឺសំឡេងងណារ៉ e រ៉និង ring អូខេអញ្ចឹងមេរៀនទី13ព្យញ្ជនៈ Q សំឡេងខ្វ និងព្យញ្ជនៈ O សំឡេងរៈមានតែប៉ុណ្នេះកុំភ្លេចអនុវត្តពាក្យនៅក្នុងសៀវភៅបន្ថែមយើងជួបគ្នានៅក្នុងវីដេអូបន្តទៀត